រមណីយដ្ឋានទំនប់កៅ5បានក្លាយទៅជាកន្លែងដ៏ទាក់ទាញមួយនៃបណ្ដាប្រជាជនដែលរស់នៅក្នុងខេត្តព្រះវិហារជាក់ស្ដែងពុកម៉ែបងប្អូនដែលរស់នៅទីរួមខេត្តព្រះវិហារមានការចូលចិត្តទៅលេងរមណីយដ្ឋាននេះណាស់នាពេលល្ងាចរមណីយដ្ឋានទំនប់កៅ5បានផ្ដល់ជាទីតាំងសម្រាប់ពុកម៉ែបងប្អូនដើរលំហែកម្សាន្តដើរលំហែបែបហាត់ប្រាណនៅតាមដងផ្លូវដែលជាទំនប់ទឹកមិនត្រឹមតែប៉ុណ្ណោះពួកគាត់ក៏អាចយកទីកន្លែងនេះជាទីកន្លែងជួបជុំគ្នាញ៉ាំអាហារនាពេលល្ងាចដែលនៅជាប់មាត់ទឹកផ្ទាល់ជាពិសេសទៀតនោះយើងក៏អាចមើលថ្ងៃលិចជាប់ជើងភ្នំគប់សំនឹងខ្យល់បក់ដ៏ត្រជាក់មកពីចំហាយទឹកទំនប់ផ្ទាល់តែម្ដងចំពោះពុកម៉ែបងប្អូនដែលចូលចិត្តទីកន្លែងដោយខ្ញុំបានរៀបរាប់ខាងដើមមុននេះអាចបន្តការទស្សនាវីដេអូរបស់ខ្ញុំដូចតទៅជំរាបសួរពុកម៉ែបងប្អូនដែលកំពុងទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាវីដេអូនៅទំនប់កៅ5ជាមួយខ្ញុំម្ដងទៀតហើយបន្ទាប់ពីរដ្ឋបាលខេត្តយើងរៀបចំចាក់កៅស៊ូរួចរាល់មកឃើញថាសម្រស់នៃរមណីយដ្ឋានទំនប់កៅ5កើនឡើងមួយកម្រិតទៀតអ្នកទៅទស្សនាក៏មានចំនួនច្រើនជាងមុនផងដែរពួកយើងអាចធ្វើដំណើរបានស្រួលជាងមុនលឿនជាងមុនត្រឹមតែ5នាទីតែប៉ុណ្ណោះពីទីរួមខេត្តយើងក៏អាចទៅដល់ទីតាំងដ៏ស្រស់ស្រាយនេះបានដែលទីនេះបម្រើដល់ភ្ញៀវទេសចរជាទីតាំងអង្គុយលេងមាត់ទឹកមិនខ្លាចរឿងហុយដូចមុនឡើយឃើញថាទាំងស្រទាប់យុវវ័យនិងបងប្អូនដែលមានគ្រួសារក៏មកលេងទីនេះដែរគាត់មកលេងទីនេះតាមបែបផែនរៀងៗខ្លួនដូចជារៀបចំកៅអីតូចៗញ៉ាំអាហារជុំគ្នាជុំគ្រួសារជុំមិត្តភ័ក្តិដោយគយគន់សម្រាប់ថ្ងៃរៀបលិចលើជួរដងភ្នំជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយក្បែរទំនប់ទឹកផ្ទាល់ទីនេះអាចថាជារមណីយដ្ឋានដ៏សាមញ្ញមួយក៏ប៉ុន្តែក៏អាចទាក់ចិត្តភ្ញៀវទេសចរគ្រប់គ្នាឲ្យចង់មកលេងម្ដងហើយម្ដងទៀតពីព្រោះទីនេះបានផ្ដល់នូវអ្វីម្យ៉ាងជាភាពធម្មជាតិដែលភ្ញៀវទេសចរត្រូវការទាំងទេសភាពជើងភ្នំទំនប់ទឹកយ៉ាងធំនិងជាទីជួបជុំយ៉ាងសប្បាយរីករាយដូច្នេះប្រសិនបើពុកម៉ែបងប្អូនបានមកដល់ទីរួមខេត្តព្រះវិហារហើយមិនគួររំលងរមណីយដ្ឋានមួយកន្លែងនេះទេពិសេសគឺលឿនឆាប់ទៅដល់នឹងតែម្ដងជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំនៅថ្ងៃនេះកុំភ្លេចមកលេងរមណីយដ្ឋានទំនប់កៅ5ផងណាបាយបាយអ្នកទាំងអស់គ្នា